វាសួរបងដែលជាម្ចាស់សំណង់អគារស្ថានភាពនិងរោងចក្រថ្ងៃនេះនាងខ្ញុំធ្វើការបង្ហាញអំពីសមាសធាតុសំខាន់សម្រាប់ប្រព័ន្ធពន្លត់អគ្គិភ័យសមាសភាពនៃប្រព័ន្ធម៉ូទ័រឆូតពន្លត់អគ្គិភ័យនេះមានដូចជា MEM pump ជោគគី pump diesel pump ធុងសម្ពាធនាឡិកាវាស់សម្ពាធនិងប្រព័ន្ធទូបញ្ជា MEM pump តួនាទីចម្បងរបស់វាផ្ដល់នូវសម្ពាធទឹកនិងលំហូរទឹកកម្រិតខ្ពស់ទៅកាន់ក្បាលបាញ់ទឹកអូតូ Diesel pump វាសារៈសំខាន់វាដំណើរការដោយស្វ័យប្រវត្តិនៅពេលដែលមានអគ្គិភ័យហើយភ្លើងអគ្គិសនីនឹងត្រូវកាត់ផ្តាច់ជោគគី pump វាមានតួនាទីសម្រាប់រក្សាសម្ពាធទឹកនៅក្នុងបំពង់ឲ្យនៅថេរជានិច្ចដើម្បីការពារកុំឲ្យសម្ពាធធ្លាក់ចុះទូបញ្ជាស្វ័យប្រវត្តិគឺជាអ្នកគ្រប់គ្រងទាំងមូលមានមុខងារតាមដានសម្ពាធទឹកបើមានការប្រើប្រាស់ទឹកការធ្លាយទឹកធ្វើឲ្យសម្ពាធធ្លាក់ចុះវាធ្វើឲ្យម៉ូទ័រដំណើរការភ្លាមរីឯធុងសម្ពាធសម្រាប់ជួយរក្សាសម្ពាធទឹកក្នុងប្រព័ន្ធនិងការពារ water hammer នៃការកន្ត្រាក់នាឡិកាសម្ពាធសម្រាប់ការបង្ហាញពីកម្លាំងសម្ពាធដែលកំពុងប្រើដូច្នេះបើបងមានចម្ងល់លើប្រព័ន្ធម៉ូទ័រពន្លត់អគ្គិភ័យអាចឆានមកក្រុមការងារឥឡូវនេះបានសូមអរគុណ